Bà số đấy thế này trong sông hai pi biết là cái ta chỉ ép mối ở trên ai chui dương pra nhạc trường design dương và cả chỉมีแต่กายทำไมบางคือให้อันนั้นก็จำบัดdươngចេះก็หาทาง Photoshop ចេះកម្មវិធីធំសម្រាប់តរូបភាពអីទេបាទគឺកម្មវិធី Canva ซึ่งเป็นថា Canva គឺបងប្អូនអរគ្នាគឺពីច្រើនបានស្គាល់អស់ហើយបាទអញ្ចឹងថ្ងៃនេះគាត់បង្ហាញទៅជាមួយនឹងតើ Canva បានខ្លះបាទអញ្ចឹងនៅក្នុងនេះ Canva ធ្វើបានច្រើនមែនតើឥឡូវ Canva គេទៅតែ launch ចេញថ្មីគឺ Canva អាចជួយយើងច្រើនពិសេសគឺ AI ប៉ុន្តែអានេះទាមទារឲ្យយើងត្រូវតែគេហៅថា subscribe page ក្នុង Canva ទាំងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះយើងមើលឧស្សាហកម្មដែលយើងចង់បង្កើតជាវីដេអូយើងអាចបង្កើតវីដេអូសម្រាប់ Facebook post សម្រាប់ Facebook YouTube ឬក៏ other channel ហើយវាមានទម្រង់របស់យើងរើសច្រើនហើយនៅក្នុងហ្នឹងក៏វាមាន template សេចឲ្យយើងដែរបើ template ខ្លះ free template ខ្លះទាមទារឲ្យយើងsubscribe មានថាយើងទិញជាកញ្ចប់ចុះឈ្មោះជាសមាជិករបស់ Canva ជាប្រចាំខែឬប្រចាំឆ្នាំហ្នឹងយើងជា full member យើងអាចប្រើប្រាស់ resource ទាំងអស់ហ្នឹងបានអញ្ចឹងណាចឹងនៅក្នុងនេះខ្ញុំនឹងឧទាហរណ៍តិចខ្ញុំនឹងឧទាហរណ៍បង្ហាញពីរបៀបធ្វើ post មួយចឹងចាស់ញញខ្ញុំអត់ចេះទេតែទៅ Photoshop ឲ្យខ្ញុំសេប៉ុន្តែ Canva នេះគឺសម្រាប់គេហៅថាហៅ DIY អ្នកដែលធ្វើខ្លួនឯងមិនចាំបាច់យើងត្រូវចេះពាក់ព័ន្ធជាមួយនឹង coding ចេះអីទេហើយវាជួយយើងបានច្រើនបាទនៅក្នុងហ្នឹងមែនតើអាច develop ទៅជាមួយនឹង website អីផ្សេងក៏តាមរយៈ Canva ធ្វើបានការជា slide presentation ក៏ធ្វើបាន video animation នេះធ្វើបានភាគច្រើននៅក្នុងហ្នឹងអញ្ចឹងណាហើយហ្នឹងទាមទារឲ្យយើងទៅអង្គុយស្រាវជ្រាវទៅហ្នឹងអញ្ចឹងក្នុងនេះខ្ញុំបង្ហាញទៅរបៀបការ post មួយបាទសម្រាប់ post នៅក្នុងFacebook ចុះហ្នឹងហើយអញ្ចឹងក្នុងហ្នឹងខ្ញុំយក template របស់គេមួយ free ទេនៅក្នុងហ្នឹងហើយខ្ញុំទៅសេមកអូថតថា1000 mile នៅជា quote ឬជា quote អញ្ចឹងណាហ្នឹងហើយនៅក្នុងនេះយើងអាចកែបានហ្នឹងកែពាក្យពេចន៍ក្នុងហ្នឹងបានកែហើយ style អីផ្សេងយើងអាចកែបានបាទនឹងទៀតខ្ញុំនឹងកែ style ទៅមើលបានអញ្ចឹងឥឡូវខ្ញុំដូរដាក់ភាសាខ្មែរវិញចាស់ហ្នឹងណារពឹសដៃតៃឆ្អែតអីទៅណាយើងអាចដូរបានតាមចិត្តរបស់យើងនៅក្នុងហ្នឹងគឺងាយមែនតើបាទហើយអញ្ចឹង style ផ្សេងយើងគ្រាន់ click ប៉ះលើទៅបាទប៉ះលើអញ្ចឹងមកគឺយើងអាចដូរបានហើយបាទហ្នឹងហើយយើងចង់រើសប្រភេទ font មិនតែ font មួយចំនួន font ស្អាតគឺទាមទារយើងត្រូវជា full member របស់គេដែរអញ្ចឹងណាបើខ្មែរយើងក៏សម្បូរ font ក្នុងហ្នឹងដែរបាទហ្នឹងហើយដូរ font ដូរពណ៌ color template អីផ្សេងយើងអាចដូរបានណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺមែនតើគឺវាងាយស្រួលច្រើនតែពិសេសសម្រាប់អ្នកបង្កើតមាតិកាក៏អ្នកខ្លះគាត់ជាការគ្រូបង្រៀនបាទអ្នកដែលគាត់បរៀន online រៀនអីផ្សេងគឺគាត់អាចប្រើប្រាស់ Canva បានហើយពេលខ្លះ function free គឺយើងប្រើប្រាស់បានច្រើនហើយយើងអត់ចាំបាច់ទិញអញ្ចឹងណាហ្នឹងហើយគាត់ថាយើងអាចចូលមកជួយយើងបានច្រើននៅក្នុងហ្នឹងហើយបន្ទាប់ពីយើងដូរពណ៌ដូរអីចឹងហើយនឹងយើងគ្រាន់តែចុច download មកយើងបាន post ហ្នឹងមកបាទអញ្ចឹងយើងយកហ្នឹងទៅ post នៅក្នុង social media របស់យើងទៅហើយឬក៏យើងធ្វើក្នុងកិច្ចការរបស់យើងទៅអញ្ចឹងណាបាទអរគុណគឺខ្លីៗប៉ុណ្ណឹងចាំមើលវគ្គក្រោយខ្ញុំបង្ហាញពីធ្វើ slide presentation នៅក្នុង Canva ដែរបាទអរគុណច្រើនបាទ